អូខេសួស្តីអ្នកនាងថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់មួយជំហានទៅមួយជំហាននៅក្នុងការ listing ជា gig ឬក៏បង្កើត gig នៅលើ Infludo យើងជាដំបូងបងប្អូន log in ចូល account សិនអូខេបន្ទាប់ពីបងប្អូន log in ចូល account នេះខ្ញុំយក account Channel របស់ខ្ញុំមួយដើម្បីមកបងប្អូនគឺជា Channel Anime អានេះគឺគេហៅថាជា gig ហ្នឹងហើយដែលយើងបាន list ខ្ញុំបាន list នៅក្នុងហ្នឹងគឺយើងឃើញមាន title ហើយជាមួយនឹង price នៅក្នុងហ្នឹងបានន័យថានៅពេលដែលបងប្អូន list ពី gig រួចបងប្អូននឹងទទួលបានរូបភាពបែបហ្នឹងដែលយើងមាន shout out មាន ad ផ្សេងៗដែលបងប្អូនបាន add ឥឡូវយើងចូលទៅក្នុងការបង្កើត gig ទាំងនេះដំបូងគឺបងប្អូនចុចកន្លែង add នេះមកទៅពេលដែលបងប្អូនចូលមកដល់ក្នុងហ្នឹងបងប្អូននឹងឃើញពាក្យ package setup ហើយខាងក្រោមនេះគឺពីហើយ title របស់ gig របស់យើងនិងការ select នៅ advertising type បានន័យថាបើសិនជាខាង client គាត់ order gig ហ្នឹងគាត់រំពឹងថាយើងនឹងធ្វើការងារអីឲ្យគាត់អញ្ចឹង category អូខេរបស់ខ្ញុំអីគេអញ្ចឹង storytelling តាក់ទងទៅនឹង anime អញ្ចឹងទៅបើសិនជាបងប្អូនផ្សេងថារបស់យើងពាក់ព័ន្ធអីគឺយើងយកទៅតាមហ្នឹងអូខេ media entertain ដែលបងប្អូនធ្វើជា short clip នៅលើ Facebook នេះយើងអាច select តាមហ្នឹងមកហើយចំពោះខ្ញុំគឺ storytelling អញ្ចឹង title gig យើងដាក់មិនក៏បានដែរតែឲ្យសមទៅនឹង advertising ហ្នឹងដែលយើងចង់ឲ្យ client គាត់យកឬក៏យើងទៅ say ឲ្យតាក់ទាញឥឡូវចូលទៅកាន់ channel ហ្នឹងបងប្អូននឹងឃើញអីគេ description ហ្នឹងគឺខ្ញុំមាន welcome អីចឹងទៅអញ្ចឹងយើងទៅ say title ខ្ញុំអាចទៅ say តាក់ទងសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំអាចទៅ say ថាអូខេខ្ញុំដាក់ anime man គឺសម្រាប់សាច់រឿង Naruto អញ្ចឹងadvertising type ការផ្សាយពាណិជ្ជកម្មនៅលើវីដេអូហ្នឹងខ្ញុំមកវីដេអូនៅក្នុង gig នេះគឺខ្ញុំដាក់តារាវ add ឲ្យគាត់អញ្ចឹងបងប្អូនអាចយក1ទៅ2ជាការ listing ខ្លួនឯងយើងអាច list មួយ gig សម្រាប់ shout out ad យើងអាច list ជា2 3 gig ផ្សេងទៀតដាក់ integrate video ឬក៏យើង include ទាំង3មាន banner ដាក់ចូលជាមួយគ្នាមកនៅក្នុងវីដេអូមួយអញ្ចឹងខាងក្រោមនេះគឺវាជា contract digital បានន័យថាបងប្អូនគឺត្រូវ follow ទៅតាម description service ដែលបងប្អូនបាន select ហ្នឹងឬក៏បងប្អូនអាចកែខ្លួនឯងបានក៏បានដែរព្រោះយើងក៏មាន option កែនៅក្នុងហ្នឹងបងប្អូនអាច delete បងប្អូនអាចកែវាถ้าបងប្អូនចង់ដាក់ប៉ុណ្ណាសម្រាប់ឲ្យខាង brand គឺគាត់ទិញ service របស់យើងគឺទទួលបានអីអញ្ចឹងអាចថា gig នេះគឺខ្ញុំ list ខ្ញុំដាក់តែ shout out ជាមួយ integrate banner ទេបានន័យថាខ្ញុំអាច shout out ទៅឲ្យខាង brand ដែលគាត់បាន booking នៅលើ order ហ្នឹងហើយខ្ញុំដាក់ banner ជូនគាត់មួយទៀតអញ្ចឹង2គឺខ្ញុំ follow ទៅលើ contract digital នេះនៅពេលដែល client គាត់ order គឺគាត់នឹងរំពឹងថាបានដូចទៅនឹង description ហើយយើងអាច submit ឲ្យគាត់មើលជាក់ស្ដែងនៅក្នុង chat របស់ Infludo យើងអញ្ចឹងយើងចុចបន្តទៀតនៅក្នុងនេះគឺជាការ upload gallery បានន័យថាជារូបដែលយើងចង់ដាក់ទៅលើ gig ហ្នឹងអញ្ចឹងខ្ញុំអាចទៅរករូបដាក់មួយជា example ឲ្យបងប្អូនអូខេខ្ញុំអាចថាខ្ញុំដាក់រូបនេះអញ្ចឹងឲ្យបងប្អូនរងចាំបន្តិចឲ្យវា upload វិញអញ្ចឹងនៅពេលដែលវាពេញហើយបងប្អូនចុចបន្តទៀតមកហើយត្រង់នេះក៏វាសំខាន់ដែរជាការឆាចតម្លៃរបស់ gig របស់បងប្អូនមួយបងប្អូនចង់ឲ្យខាង client គាត់កែការងារយើងនឹងប្រមាណដងបើសិនជាយើងដាក់មួយបានន័យថាខាង client គាត់មានសិទ្ធិកែការងារយើងបានតែម្ដងទេយើង submit ទៅគាត់រួចគាត់មើលហើយបើសិនជាគាត់អត់ពេញចិត្តគាត់ស្នើសុំយើងកែម្ដងហើយយើងកែម្ដងឲ្យគាត់ពេលដែលកែហើយយើង submit ម្ដងទៀតបានគឺគាត់មិនអាចកែទៀតបានហ្នឹងជា revision delivery time បានន័យថាចំនួនពេលប៉ុន្មានដែលយើង expect ថាការឲ្យខាងគាត់អញ្ចឹងបើសិនជា content យើងពិបាកធ្វើឬក៏វាត្រូវឆ្ងាយពេកខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាក់ឆ្ងាយទៅតែបើសិនជា content របស់បងប្អូនស្រួលធ្វើហើយបងប្អូនចេះធ្វើវាលឿនឬក៏អត់មានតាមញ៉ាំទេយើងអាចដាក់ឬក៏3ថ្ងៃហើយអាចដាក់ការផ្សាយពាណិជ្ជកម្មគាត់ចូលស្រួលអញ្ចឹងតម្លៃគឺបងប្អូនឆាចប៉ុន្មានសិនជា shout out ad ជាមួយនឹង banner យើងអាចដាក់តាមចិត្តរបស់យើងតែបងប្អូនបើចង់បានការងារយើងកុំដាក់ថ្លៃពេកទៅបើសិនជាបងប្អូនថ្មីហើយខ្ញុំអាចដាក់ថាអាហ្នឹង$10ទេបងប្អូនចង់ដាក់ប្រហែលទៀតដាក់ទៅអានេះខ្ញុំ example ឲ្យបងប្អូនអញ្ចឹងយើង public ចឹងនៅពេលដែលបងប្អូន public gig គឺបងប្អូននឹងឃើញវានៅលើ profile គឺជា gig ដែលបងប្អូនបាន link មិញបងប្អូនចូលក្នុងវាមកបងប្អូននឹងឃើញព័ត៌មានគឺវាតាមយើងទាំងអស់ description តាមយើងទាំងអស់ហើយអា gig ដែលយើងបាន list ហ្នឹងគឺយើងនឹងឃើញវានៅលើនេះដែរនៅពេល
ការមួយដែលយើង refresh ឬក៏យើងអូសកាត់នេះជា gig យើងអញ្ចឹងវីដេអូនេះហើយគឺជាការបង្ហាញរបៀបនៅក្នុងការបង្កើត gig